ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្ញើសារលិខិតរំលែកមរណទុក្ខសូមគោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិប្រិទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ សម្ដេចតេជោ និងសម្ដេចគតិប្រិទ្ធបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់ ខ្ញុំនិងក្រុមគ្រួសារព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ និងមន្ត្រីនគរបាលជាតិនៃក្រសួងមហាផ្ទៃមានសេចក្តីក្តុកក្តួលរន្ធត់តក់ស្លុតនិងសោកស្ដាយជាអនេកចំពោះដំណឹងមរណភាពរបស់ឯកឧត្តមអ្នកអង្គការឧត្តមមេត្រីវិសិទ្ធហ៊ុនសាន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ដែលត្រូវជាបងប្រុសបង្កើតរបស់សម្ដេចតេជោបានទទួលមរណភាពនៅថ្ងៃសុក្រ 15 រោច ខែភូគុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ 2568 ត្រូវនៅថ្ងៃទី 28 ខែមិនិនា ឆ្នាំ 2025 វេលាម៉ោង 2:27 នាទី ក្នុងជន្មាយុ 78 ឆ្នាំ ដោយរោគាពាធ ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយសម្ដេចតេជោ និងសម្ដេចគតិប្រិទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់ដ៏ធំធេងនៅបងប្រុសបង្កើត បងថ្លៃ ឪពុក និងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់ប្អូនៗ កូនៗ ចៅៗ និងក្រុមគ្រួសារ ហើយជាការបាត់បង់នៅឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី តស៊ូយ៉ាងសកម្ម បំពេញការងារប្រកបដោយឆន្ទៈ មនសិការបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជន លើសពីនេះ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិទ្ធហ៊ុនសាន មានស្នាដៃច្រើនរាប់មិនអស់ក្នុងការចូលរួមចំណែកកសាងសមិទ្ធផល ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ហើយជាការបាត់បង់នៅពុទ្ធសាសនិកមួយរូប ដែលធ្លាប់ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននៅក្នុងព្រះពុទ្ធសាសនា ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិទ្ធហ៊ុនសាន បានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ